សួរយាយតាអ៊ំពូមីងទាំងអស់គ្នាបានបានវត្តហើយមិត្តភក្តិទាំងអស់គ្នាបានបានវត្តហើយមកខ្ញុំនេះមកខ្ញុំនឹងខ្ញុំបាន2វត្តដែរហើយថ្ងៃនេះគឺខ្ញុំមានប្លុកមួយគឺថ្ងៃទី22តាំងពីពេលព្រឹករហូតដល់ល្ងាចថាខ្ញុំធ្វើគេខ្លះចឹងណាអញ្ចឹងដូចក្បាលវីដេអូចេញមកអញ្ចឹងព្រឹកឡើងគឺខ្ញុំបានមកវត្តហើយថ្ងៃឡើងក៏យើងមានកម្រងទៅលេងនៅចុងគ្នាកម្រងហ្នឹងវាថាខមកភ្លាមគេហៅភ្លាមក៏ទៅមួយពួកគាត់ចឹងណាអញ្ចឹងនេះវីដេអូចង់បង្ហាញដល់អ្នកគ្នាថាយើងជិះខ្ញុំមិនដឹងអាហ្នឹងគេហៅអីទេព្រោះអត់ដែរបានធ្វើជិះដែរគាត់ហាហ្នឹងទូកហ្នឹងវារឿងធំហើយគេអាចមានកន្លែងអង្គុយផឹកអីបានអញ្ចឹងណាហើយយើងមានអ្នកបើកពីក្រោយយ៉ាងទៅឲ្យពួកគាត់បងប្អូនគាត់ជុំគ្នាវាថាតែពេលបុណ្យទាននេះយើងជួបជុំគ្នាសប្បាយម្ដងអញ្ចឹងណាហើយនេះទស្សនវិជ្ជាដែលចេញពីចុងគ្នាហ្នឹងទៅទលេសាបយើងហ្នឹងចាចង់ប្រាប់ថាថ្ងៃហ្នឹងមិនអត់ភ្លៀងទេហើយទេសភាពស្អាតមែនតើគាត់ហាខ្ញុំហ្នឹងជិះទៅគឺខ្ញុំចង់ពោលរលកចាជិះអីក៏ពោលដែរមិនថាឡានមិនថា pass អេសុំឲ្យឥឡូវទុកក៏ខ្ញុំពោលដែរហើយយើងជិះមើលទេសភាពណាជិះតាមផ្លូវមានត្រីលោតផ្លោតទៅមានខ្យងដែតអូខេនេះអាអ៊ុបពណ៌នេះគឺអានេះខ្ញុំមិនដឹងថាអ៊ុបពណ៌ឬក៏កណូតទេអាហ្នឹងគឺគេជិះលឿនមែនតើហើយវាបត់ពិសោធន៍ទី1របស់ពួកខ្ញុំគឺពួកខ្ញុំអត់ដែរជិះអាហ្នឹងទេដល់ពេលទៅហ្នឹងគឺពួកខ្ញុំជិះអាទូកធំហើយពេលត្រឡប់មកវិញគឺគាត់ឃើញពួកខ្ញុំលក្ខណៈថាអូខេពួកខ្ញុំមិនមែនអ្នកផឹកអ្នកស៊ីអីចឹងទៅគឺគេឲ្យពួកខ្ញុំបានជិះអ៊ុបប័រហ្នឹងត្រឡប់មកវិញហើយអានេះទស្សនវិជ្ជានៅខាងចុងគ្នាយើងមានវត្តនៅទីហ្នឹងមួយហើយមានទូកភ្ញៀវទេសចរយើងផ្សេងនេះគាត់ទៅលេងគាត់ទៅមើលទឹកនៅខាងទន្លេសាបយើងហ្នឹងហើយអូនអ្នកនរគ្នាខ្ញុំធ្លាប់ទៅខាងតំបន់ផ្សេងវាទឹករៀងល្អតែមកខាងតំបន់ហ្នឹងគឺទឹកថ្លាគូសំយើងអាចមួយទឹកមកណាគឺទឹកអត់ល្អទេទឹកថ្លាហើយនេះអូយចំណែនជីវិតក្មេងៗអូនហ្នឹងគេបានមួយទឹកលេងសម្រាប់ពួកខ្ញុំក៏បានមួយទឹកលេងទេហើយអូ my god ឃើញហើយទស្សនវិជ្ជាគឺពិតជាស្រស់ស្រាយមែនតើហើយនេះទូកអ្នកទាំងអស់គ្នាឃើញអត់គឺពួកខ្ញុំអង្គុយនៅក្បាលទូកបន្តិចហ្នឹងហើយនេះគឺចាប់ផ្ដើមត្រឡប់មកវិញចាំបង្ហាញតកតោនឹងទេសភាពថ្ងៃចិត្តរៀបលិចដូចជាខ្ទង់ប្រហែលជាម៉ោង5ឯដែរហើយចន្លោះពេលហ្នឹងហើយនេះគឺចាប់ផ្ដើមចេញដំណើរមកវិញហើយអ្នកគ្នាអត់គ្នាឃើញទឹកថ្លាល្អហើយពេលហ្នឹងទៅយើងមើលទេសភាពតាមផ្លូវអីចឹងណាហើយនេះពេលត្រឡប់មកវិញគាត់ឲ្យពួកខ្ញុំចូលលេងនៅកន្លែងគេលក់សូវនីលក់អីចឹងណាហើយអ្នកនរគ្នាឃើញខាងក្នុងគាត់មានលក់សូវនីច្រើនហើយរបស់ស្អកខ្ជូតគាត់ហាខ្ញុំអត់មានលុយទិញតែប៉ុណ្្នឹងឯងអញ្ចឹងមកអ្នកទាំងអស់គ្នាបានទៅកុំភ្លេចជួយ support ពួកគាត់ផងហើយត្រឡប់មកវិញគឺខ្ញុំបានឲ្យចំណីត្រីមិត្តភក្តិខ្ញុំឲ្យចំណីត្រីខ្ញុំអ្នកថតចាគេចិញ្ចឹមត្រីគេមានចិញ្ចឹមត្រីចិញ្ចឹមកពើគាត់ហាក់បានថតវីដេអូចិញ្ចឹមកពើអញ្ចឹងណាហើយពេលត្រឡប់មកវិញពួកខ្ញុំបានជិះអាកណូតនេះគេបើកលឿនណាស់អ្នកទាំងអស់គ្នាបើកឡើងជិះដល់5នាទីគឺពួកខ្ញុំមកដល់ទីតាំងរបស់ខ្ញុំចំចោលហើយចង់ប្រាប់ថាជិះកណូតហ្នឹងសប្បាយប៉ុន្តែក៏មានអារម្មណ៍ថាវាស្រាវហើយនេះអូនឲ្យហែទឹកហ្នឹងអូនគេជួយឡាយគេហើយពេលពួកខ្ញុំវិញបានអង្គុយមើលទឹកហេថៃហ្នឹងហើយពេលដែលយើងត្រឡប់មកវិញគឺអត់មានអីទេការត្រឡប់មកវិញគឺទៅផ្ទះតែម្ដងអូប៉ុន្តែមួយទៀតពេលត្រឡប់មកវិញតាមផ្លូវហ្នឹងគឺថ្ងៃ22ពេលល្ងាចហ្នឹងគឺគេចាប់ផ្ដើមគេហៅថាជូនដំណើរជាដូនជាតាត្រឡប់ទៅផ្ទះវិញអញ្ចឹងពេលយើងត្រឡប់មកវិញគឺយើងបានឃើញខាងលោកបងនៅវត្តគឺគាត់បានរៀបចំកម្មវិធីហ្នឹងគឺហែជូនដំណើរដូនតាត្រឡប់ទៅផ្ទះវិញមានទូកហ្នឹងគឺទូកជូនដំណើរហើយមានទិញម៉ងអ្នកនរគ្នាស្គាល់ហើយអូខេវីដេអូមានតែប៉ុណ្្នឹងទេបាយបាយ